ហើយកីឡាហើយទីកន្លែងនៅតាមរាជធានីខេត្តខ្ញុំសូមអរគុណឃើញតាមបណ្ដារាជធានីខេត្តជាច្រើនរៀបចំកន្លែងសួនកីឡាឲ្យប្រជាពលរដ្ឋគាត់ទៅពេញយើងបង្កលក្ខណៈរៀបចំសួនសាធារណៈរៀបចំច្រើននៅគ្រប់ខេត្តទាំងអស់បាទគាត់រត់ឥឡូវឡើងទី1រឿងសុវត្ថិភាពបាទទៅម៉ោង4ម៉ោងអីគាត់ពេញកន្លែងអត់ព្រួយរឿងចោលប្លន់ចោលអីម៉ូតូអីចឹងគាត់ទៅទី2បរិស្ថានឥឡូវកន្លែងរៀបចំសួនសិតតែបេតុងសិតតែការ៉ូឡាសិតតែអីស្អាតកន្លែងខ្លះរៀបចំវាស្មៅវាអីប៉ាសុខភាពគាត់ទៅទៀតបាទហើយទី3ការរស់នៅរបៀបស៊ីវិល័យរបស់ប្រជាពលរដ្ឋយើងដែលខ្ញុំថាស៊ីវិល័យការទំនើបកម្មរបស់យើងកាលមុនហ៊ានតែការពីខ្ញុំនៅក្មេងហ៊ានពីណាចាក់មញ៉េរំមើលគេអង្គុយគេឈរមើលសើចលើហើយតែឥឡូវអត់ទេរំធម្មតាបាទជាកីឡាចាក់មញ៉េមើលរំគ្រប់គ្នាបាទអញ្ចឹងការប្រែប្រួលនេះដែលយើងត្រូវធ្វើឲ្យសូមឲ្យបន្តទៅលើនេះបាទរដ្ឋបាលរាជធានីខេត្តរៀបចំកន្លែងកីឡារៀបចំសួនសាធារណៈបូកជាមួយនឹងការថែរក្សានៅស្ថិរភាពសន្តិសុខរបស់បងប្អូន